វាគឺជាការជឿចាប់ដ៏អន្ទះអន្ទែងមួយដែលបង្កឡើងដោយសត្វល្អិតដ៏ចង្រៃមួយក្បាលបានត្បល់ចូលទៅក្នុងរន្ធត្រចៀករបស់បុរសម្នាក់គាត់បានចាក់បញ្ចូលទឹកអំបិលចូលទៅក្នុងរន្ធត្រចៀករបស់គាត់ក្នុងគោលបំណងសម្លាប់សត្វល្អិតនោះសត្វល្អិតក៏បានស្លាប់ក៏ប៉ុន្តែទឹកអំបិលបានបណ្ដាលឲ្យមានការរលាកបង្ករោគនៅក្នុងរន្ធត្រចៀករបស់គាត់ការជឿចាប់ថ្មីមួយទៀតត្រូវបានកើតឡើងធ្វើឲ្យក្តីភ័យព្រួយកើតឡើងទ្វេដងក្តីសង្ឃឹមចាប់ផ្ដើមកើតមានបន្ទាប់ពីគាត់បានទស្សនាវីដេអូផ្សេងៗដែលយើងបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម TikTok ក៏ដូចជា Facebook ផងដែរគាត់ក៏បានទំនាក់ទំនងជាមួយនឹងលេខ Telegram ដែលភ្ជាប់ខាងក្រោមវីដេអូហើយស្កាត់មកជួបក្រុមគ្រូពេទ្យរបស់យើងនៅរាជធានីភ្នំពេញដោយសេចក្តីយល់ចិត្តអាណិតអាសូរយើងក៏មិនបង្អង់យូរក្រុមគ្រូពេទ្យរបស់យើងក៏រស់រានដើម្បីជួយសង្គ្រោះគាត់សត្វល្អិតនោះបានស្លាប់ទៅហើយក៏ប៉ុន្តែជាលិកាត្រចៀកដែលនៅជុំវិញនោះមានបានរងការវាយប្រហារដ៏ធ្ងន់ធ្ងរពីការបង្ករោគពីព្រោះអាចមានវត្តមានមេរោគតាមរយៈសត្វនោះឬក៏ទឹកអំបិលដែលយើងដាក់ចូលទៅដូច្នេះអ្វីដែលត្រូវធ្វើគឺត្រូវព្យាយាមយកចេញដោយថ្នមដោយការផ្ចិតផ្ចង់យកចិត្តទុកដាក់ខ្ពស់បំផុតធ្វើម្ដេចកុំឲ្យមានការប៉ះទង្គិចទៅនឹងជាលិកាដែលរលាកក្រហមនៅជុំវិញនោះដែលអាចបណ្ដាលឲ្យមានការឈឺចាប់ខ្លាំងដំបូងឡើយយើងប្រើប៉ាំងម្យ៉ាងដើម្បីលូកចាប់ទាញមកប៉ុន្តែដោយសារតែសត្វនោះបានរលួយទៅហើយផ្នែកខាងក្រៅរបស់សត្វនោះត្រូវបានចាប់យកចេញក៏ប៉ុន្តែពោះវៀនពោះតាំងក៏ដូចជាគ្រឿងក្នុងក៏បានជាប់នៅក្នុងរន្ធត្រចៀកយើងក៏បានប្រើឧបករណ៍បូមសម្អាតបឺតយកវាចេញមកខាងក្រៅគ្រប់គន្លងចលនាត្រូវតែថ្នមមួយសមាធិធ្វើដោយម្ដេចដើម្បីកាត់បន្ថយការជិះចាប់នោះឲ្យកាន់តែតូចបំផុតតាមដែលអាចធ្វើទៅបានអោម្ចាស់ថ្លៃហើយបន្លាដ៏ស្រួចជាប់នឹងជើងរបស់សត្វនោះយើងក៏អាចសន្និដ្ឋានអំពីទំហំនៃការជិះចាប់ដែលសត្វនោះបានយាយីទៅដល់ត្រចៀករបស់អ្នកជំងឺទីបំផុតបេសកកម្មរបស់យើងក៏បានបញ្ចប់ដោយជោគជ័យ